បងប្អូនដែលបារម្ភថា Telegram របស់បងប្អូនណាមានអ្នកចូលទៅលេងដោយមិនដឹងខ្លួនមានអ្នកចូលទៅ hack ឬក៏យកទៅប្រើប្រាស់ក្នុងប្រការណាមួយដោយមិនដឹងខ្លួនបងប្អូនមើលវីដេអូនេះរហូតដល់ចប់ទៅបងប្អូននឹងអាចដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯងបានហើយតោះអញ្ចឹងយើងកុំរងចាំយូរយើងចូលទៅមើលរបៀបដោះស្រាយបញ្ហាហ្នឹងទាំងអស់គ្នាអូខេបងប្អូនចូលទៅកាន់ Telegram រួចហើយបងប្អូនមកមើលខាងលើនេះមាន tray 3បងប្អូន tray 3ខាងលើខាងឆ្វេងដៃកែងហ្នឹងបងប្អូនចុចមកអញ្ចឹងបងប្អូននឹងឃើញ account របស់យើងហើយបន្ទាប់មកបងប្អូនមើលមកក្រោមមានសញ្ញាលីបកង់ថាកង់គឺ setting អញ្ចឹងបងប្អូនចុចទៅលើពាក្យថា setting ហ្នឹងមកហើយនៅក្នុងនេះយើងអូសឡើងលើបន្តិចមកយើងនឹងឃើញពាក្យថា device នេះវាមានរូបស្តៀងកុំព្យូទ័រនិងទូរស័ព្ទវាក្បែរសញ្ញារូបផែនដីនេះអញ្ចឹងពាក្យថា device បងប្អូនចុចលើពាក្យថា device ហ្នឹងមកបន្តមកទៀតបងប្អូននឹងឃើញម៉ាកទូរស័ព្ទរបស់បងប្អូននៅលើបំផុតដែលកំពុងប្រើនៅលើដៃហ្នឹងខ្ញុំប្រើ Honor X9C អញ្ចឹងនៅលើនេះហើយខាងក្រោមនេះគឺជាម៉ាកទូរស័ព្ទដែលយើងម៉ាកទូរស័ព្ទឬក៏កុំព្យូទ័រដែលយើង log in ចូលអញ្ចឹងបើបងប្អូនប្រើតែមួយគ្រឿងទេប្រកាសជាមានមួយហើយតែបើសិនមានផ្សេងក្រៅពីហ្នឹងដូចខាងក្រោមចេះអាហ្នឹងសិតតែអ្នកផ្សេងដែលគេ hack ចូលអញ្ចឹងណាអញ្ចឹងបងប្អូនបញ្ញាប់ remove ចោលទៅតែខ្ញុំរបស់ខ្ញុំទាំងអស់នេះខ្ញុំស្គាល់របស់ខ្ញុំទាំងអស់អញ្ចឹងណាអញ្ចឹងបើបងប្អូនចង់ remove ទាំងអស់ចោលចង់ដកគេទាំងអស់ចោលបងប្អូនចុចលើសញ្ញាបត្រដៃពណ៌ក្រហមនេះបងប្អូនណាចុចលើសញ្ញាបត្រដៃពណ៌ក្រហមហើយចុច terminate ទៅចុចពាក្យក្រហមហ្នឹងទៅគឺបាត់ហើយវាទៅអស់ហើយប៉ុន្តែបើសិនជាបងប្អូនចង់ដកមួយណាចេញបងប្អូនចុចលើវាឲ្យជាប់ដូចខ្ញុំចង់ចុចដកអាលើនេះចេញអញ្ចឹងខ្ញុំចុចលើវាជាប់មកហើយបងប្អូនចុចពាក្យ terminate នេះក្រហមខាងក្រោមនេះគឺវាបាត់ដែរហើយបងប្អូនអាចមើលថាគេនៅតាណានៅតាណីបានណាហើយបើសិនជាបងប្អូនប៉ុណ្្នឹងហើយបងប្អូននៅតែមិនទាន់ច្បាស់ថាវាបាត់នៅឡើយបងប្អូន remove បាត់អស់ហើយបងប្អូនថយក្រោយរួចទៅចូលទៅចាក់សោមកតង់ទៀតនៅសញ្ញារូបកូនសោនេះបងប្អូនណាសញ្ញារូបកូនសោចុចចូលទៅហើយបងប្អូននៅខាងលើនេះមានរូបកូនសោបងប្អូនចុចទៅលើវាទៅបងប្អូននឹងអាចចាក់សោបានហើយអញ្ចឹងចាក់សោដាក់លេខកូដបងប្អូនតែចាំឬបងប្អូនកត់ទុកអីចឹងទៅកុំឲ្យភ្លេចណាអញ្ចឹងគឺគេចូលលេងបានហើយអញ្ចឹងនេះជាកន្លែងដែលយើងប្រឆាំងដែរដោយសារជាយើងចង់ដឹងថាអ្នកណាចូលមើលចូល hack ចូលប្រើ account របស់យើងអញ្ចឹងណាបងប្អូនអរគុណបើសិនបងប្អូនពេញចិត្តនៅវីដេអូចែករំលែកបែបនេះសូមបងប្អូនជួយចែករំលែកបន្តផងខ្ញុំនឹងចែករំលែកបន្តបន្ថែមទៀតឲ្យបងប្អូនមានចម្ងល់ឬចង់សួរពីអីអាច comment នៅខាងក្រោមវីដេអូនេះបន្ថែមបានណាអរគុណច្រើន